ព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោះព្រះរាជទានអង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំស្ថាបនិកក្រុមហ៊ុន Lily Food Industry Co Ltd ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន Lily Food Industry Co Ltd និងក្រុមហ៊ុន Silthian Mining Eco ចូលក្រាបថ្វាយបង្គំគាល់សម្ដែងការគួរសមនិងថ្វាយព្រះពរនៅព្រះមហាប្រាសាទខេមរិនក្នុងព្រះបរមរាជវាំងវេលាម៉ោង 10 ព្រឹកថ្ងៃទី 20 ខែធ្នូឆ្នាំ 2025 ក្នុងខណៈដែលបាននាំយកនៅដង្វាយថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជារូបចម្លាក់គំនូរព្រះបរមរាជវាំងអង្គរចំនួន 20 តោននិងនំស្រួយលីលីចំនួន 200 កេសដើម្បីថ្វាយនៅការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តមឧត្តមរបស់ព្រះអង្គទាំងទ្វេឲ្យសម្រាប់ទទួលបានមហាជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀតក្នុងឱកាសដ៏ប្រសើរនោះអង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំបានថ្វាយវត្ថុអនុស្សាវរីយ៍មានជាកន្ត្រកផ្កាដ៏ស្រស់ល្អចំនួន 1 កន្ត្រកថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងនិងកន្ត្រកផ្កាដ៏ស្រស់ល្អចំនួន 1 កន្ត្រកទៀតថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបង្ហាញពីមនោសញ្ចេតនាស្វាមីភក្តិប្រកបដោយការគោរពសក្ការៈដ៏ខ្ពង់ខ្ពស់និងជានិមិត្តរូបនៃការចម្រើននូវសិរីសួស្តីជ័យមង្គលព្រះបរមសុខព្រះជន្មវស្សាយឺនយូរថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយឡែកព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសពព្រះរាជហឫទ័យប្រោះព្រះរាជទានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ជូនអង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំទទួលបានផ្ទាល់ធ្វើអំពីប្រាក់សុទ្ធលម្អដោយក្បូរក្បាច់ចម្លាក់ប្រពៃណីខ្មែរនិងក្បាច់ផ្កាភ្ញីផ្សេងៗទៀតយ៉ាងល្អវិចិត្រដែលបង្ហាញអំពីភាពរុងរឿងនៃខឿនវប្បធម៌សិល្បៈនិងប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរនិងសៀវភៅស្ដីអំពីព្រះរាជសកម្មភាពសង្គមគិច្ចមនុស្សធម៌និងព្រះរាជសមិទ្ធផលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រប្រោះព្រះរាជទានដល់ប្រជារាស្ត្រកម្ពុជានៅតាមបណ្ដាខេត្តទូទាំងប្រទេសក្នុងឆ្នាំ 2024 ជាមួយគ្នានេះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះអង្គសពព្រះរាជហឫទ័យប្រោះព្រះរាជទានវត្ថុអនុស្សាវរីយ៍ប្រកបដោយតម្លៃខ្ពង់ខ្ពស់ជូនអង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំទទួលបានកមាសអមព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាព្រះមហាក្សត្រ Crystal ស្ដីអំពីទិវាបុណ្យឯករាជ្យជាតិខួបលើកទី 70 និងព្រះរាជសង្ហាស្ដីអំពីខួបប្រសូតនៃព្រះវររាជបិតាជាតិខ្មែរគម្រប់ព្រះជន្ម 100 ព្រះវស្សានិងខួបសោយព្រះទីវង្គតគម្រប់ 10 ព្រះវស្សានិងឯកឧត្តមសុខសង្វារទទួលបានកមាសស្ដីអំពីព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាព្រះមហាក្សត្រCrystal មានអមព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងព្រះរាជសង្ហាស្ដីអំពីខួបប្រសូតនៃព្រះវររាជបិតាជាតិខ្មែរគម្រប់ព្រះជន្ម 100 ព្រះវស្សានិងខួបសោយព្រះទីវង្គតគម្រប់ 10 ព្រះវស្សាលើសពីនេះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះអង្គសពព្រះរាជហឫទ័យប្រោះព្រះរាជទានវត្ថុអនុស្សាវរីយ៍ប្រកបដោយតម្លៃខ្ពង់ខ្ពស់ជាសៀវភៅស្ដីអំពីការរីកចម្រើនរុងរឿងនៃសមិទ្ធផលក្នុងសម័យសង្គមរាស្ត្រនិយមនាសតវត្សទី 60 ក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះវររាជបិតាស្ថាបនាជាតិព្រះបរមរតនកោដ្ឋសៀវភៅស្ដីអំពីព្រះរាជសកម្មភាពដ៏ឧត្តមឧត្តមជាប្រវត្តិសាស្ត្ររបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងរយៈពេលពេញមួយព្រះជន្មព្រះអង្គបានបម្រើប្រទេសជាតិនិងប្រជារាស្ត្រកម្ពុជាលើគ្រប់វិស័យសៀវភៅស្ដីអំពីសាក្សីជាប្រវត្តិសាស្ត្រនៃព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដង្ហែថ្វាយព្រះរាជសកម្មភាព
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុក្នុងព្រះរាជកិច្ចបម្រើជាតិដ៏ឧត្តមឧត្តមរបស់ព្រះអង្គចាប់ពីខែកុម្ភៈដល់ខែមិនិនាឆ្នាំ1973ជាភាសាខ្មែរនិងភាសាអង់គ្លេសសៀវភៅស្ដីអំពីព្រះរាជពិធីបុណ្យចម្រើនជន្មាយុគម្រប់70យាងចូល71ព្រះវស្សាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសៀវភៅស្ដីអំពីខួបលើកទី20នៃការយាងគ្រងព្រះបរមសិរីរិទ្ធសម្បត្តិនៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសៀវភៅស្ដីអំពីព្រះរាជពិធីបុណ្យខួប100ព្រះវស្សានៃការប្រសូតនិងព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធខួប10ព្រះវស្សានៃការយាងចូលព្រះទីវង្គតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសៀវភៅស្ដីអំពីសម្រងរូបភាពពណ៌នាអំពីការជួសជុលនិងអភិរក្សប្រាសាទចន្ទឆាយាក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសៀវភៅស្ដីអំពីបេតិកភណ្ឌពិភពលោកក្នុងព្រះរាជាណាចក្រកម្ពុជាសៀវភៅស្ដីអំពីស្ថាបត្យកម្មដ៏ប្រណិតរបស់កម្ពុជាកាលពីអំឡុងឆ្នាំ1953ដល់ឆ្នាំ1970និងសៀវភៅស្ដីអំពីរូបិយប័ណ្ណកម្ពុជាឆ្លុះបញ្ចាំងពីបេតិកភណ្ឌប្រទានដល់អង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំនិងឯកឧត្តមសុខសង្វារផងដែរក្នុងឱកាសដ៏វិសេសវិសាលនេះអង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំស្ថាបនិកក្រុមហ៊ុន Lily Food Industry Co Ltd បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានអង្គញាអគ្គមហាឧបាសិកាបណ្ឌិតនិងគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ក្នុងព្រះរាជវរកាសដ៏ថ្លៃថ្លានេះអង្គញាអគ្គមហាឧបាសិកាបណ្ឌិតនិងគណៈប្រតិភូគ្រប់រូបបានសម្ដែងនូវសេចក្តីរំភើបរីករាយនិងកោតស្ញប់ស្ញែងជាទីបំផុតដោយបានឃើញអំពីព្រះរាជសកម្មភាពបម្រើជាតិដ៏ឧត្តមឧត្តមលើគ្រប់ផ្នែកគ្រប់វិស័យរបស់ព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាពិសេសព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តមឧត្តមរបស់ព្រះអង្គមានរូបភាពខ្ពង់ខ្ពស់ជានិច្ចអង្គញាអគ្គមហាឧបាសិកាបណ្ឌិតសូមថ្វាយនៅដង្វាយជាអង្គចំនួន20តោននិងនំស្រួយលីលីចំនួន200កេសដែលជាដង្វាយកាត់ឡើងពីសេចក្តីជ្រះថ្លារបស់អង្គញាអគ្គមហាឧបាសិកាបណ្ឌិតនិងសមាជិកគណៈប្រតិភូក្នុងពេលនេះថ្វាយនៅការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់ព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលតែងតែផ្សារភ្ជាប់គ្រប់ពេលវេលាចំពោះសុខទុក្ខរបស់ប្រជារាស្ត្រជាកូនចៅទូតរបស់ព្រះអង្គនៅគ្រប់ទិសទីនាពេលកន្លងមកឲ្យមានភាពខ្ពង់ខ្ពស់ជានិច្ចក្នុងឱកាសដ៏ថ្លៃថ្លានេះអង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំបានទូលថ្វាយព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតអំពីដង្វាយរូបចម្លាក់គំនូរព្រះបរមរាជវាំងដែលស្នាដៃសិល្បៈនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Silthian Mining Eco ដោយប្រើប្រាស់ថ្មធម្មជាតិដើមនៅក្នុងប្រទេសកម្ពុជាដោយឆ្លងកាត់ការកែច្នៃតាមបច្ចេកវិទ្យាទំនើបនិងហត្ថកម្មផ្គុំរូបដោយដៃផ្ទាល់យ៉ាងយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ននិងផ្ចិតផ្ចង់បំផុតប្រណិតភាពនៃថ្មម៉ាប់ធម្មជាតិនិងពន្លឺដែលប្រដេញគ្នាបង្ហាញដូចជាពេលវេលាកំពុងវិលត្រឡប់ធ្វើឲ្យស្នាដៃនេះក្លាយជាព្រៃនិទាននៃការផ្លាស់ប្ដូរពីភាពចលាចលទៅជាសាមគ្គីភាពភេរវភាពដ៏អស្ចារ្យនៃរជ្ជកាលដ៏រុងរឿងមិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេតែជាការគោរពនិងឲ្យតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅជាការបង្ហាញការគោរពចំពោះព្រះមហាក្សត្រដែលមានព្រះព្រហ្មវិហារធម៌ព្រះមេត្តាករុណានិងព្រះបញ្ញាញាណហើយក៏ជាការអធិដ្ឋានឲ្យប្រទេសកម្ពុជាទាំងមូលមានភាពរុងរឿងសន្តិភាពនិងពន្លឺនៃសេចក្តីល្អឲ្យកាន់តែចែងចាំងលើដែនដីសុវណ្ណភូមិអច្ឆរិយៈនៃយើងក្នុងឱកាសនេះតាំងនាមឲ្យក្រុមហ៊ុន Lily Food Industry Co Ltd និងក្រុមហ៊ុន Silthian Mining Eco អង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំសូមថ្លែងអំណរព្រះរាជគុណចំពោះព្រះរាជកិច្ចដ៏ថ្លៃថ្លានិងសូមលើកហាត់ប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់លើលោកគុណកៅទាំង3គុណព្រះបរមរតនកោដ្ឋសូមប្រោសប្រទាននូវសព្វសាធុការពរថ្វាយព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទាំងទ្វេមានព្រះបញ្ញាញាណភ្លឺថ្លាព្រះកាយពលមាំមួនព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅទូតរបស់ព្រះអង្គជាអង្វែងតរៀងទៅកុំបីឃ្លៀងឃ្លាតដៃព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានសេចក្តីនឹករលឹកសាកសួរសុខទុក្ខស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅប្រកបដោយព្រះរាជហឫទ័យស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះអង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំនិងសមាជិកគណៈប្រតិភូគ្រប់រូបព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរ
ព្រះអង្គសូមថ្លែងអំណរគុណចំពោះអង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំនិងគណៈប្រតិភូគ្រប់រូបដែលបាននាំមកនៅដង្វាយជាអង្គចំនួន20តោននិងនំស្រួយលីលីចំនួន200កេសដ៏ច្រើនថ្វាយព្រះអង្គទាំងទ្វេក្នុងឱកាសនេះហើយដង្វាយដែលកើតឡើងពីសេចក្តីសម្រស់ស្នេហាប្រជារាស្ត្រកម្ពុជាពីសំណាក់អង្គញាអគ្គមហាឧបាសិកាបណ្ឌិតកៅមុំស្ថាបនិកក្រុមហ៊ុន Lily Food Industry Co Ltd ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន Lily Food Industry Co Ltd និងក្រុមហ៊ុន Silthian Mining Alcohol នៅពេលនេះព្រះអង្គនឹងប្រាស់ព្រះរាជទានឲ្យបានដល់ដៃប្រជារាស្ត្រភាសឹកដោយសារការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាដើម្បីជាគុណប្រយោជន៍ជួយសម្រាលនៅការលំបាករបស់ប្រជារាស្ត្រជាកូនចៅទូតរបស់ព្រះអង្គទាំងទ្វេក្នុងពេលដ៏ឆាប់ខាងមុខនេះព្រះអង្គសពព្រះរាជហឫទ័យប្រាស់ព្រះរាជទាននៅការសំណេះសំណាលផងដែរអំពីដង្វាយដែលសប្បុរសជនជាតិនិងអន្តរជាតិបានថ្វាយព្រះអង្គជាហូរហែក្នុងពេលកន្លងមកត្រូវបានព្រះអង្គទាំងទ្វេប្រាស់ព្រះរាជទានដោយផ្ទាល់ព្រះហស្ថនិងតាមរយៈព្រះរាជតំណាងចែកជូនដល់ប្រជារាស្ត្រទីទ័លក្រដូនជីចាស់ជរាជនពិការកុមារកំព្រាកុមារជួបការលំបាកនៅតាមអង្គការសមាគមនានានិងកុមារកំពុងសម្រាប់ព្យាបាលជំងឺនៅមន្ទីរពេទ្យនានានិងប្រជារាស្ត្រជាជនភាគតិចដោយសារការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាក្នុងពេលថ្មីនេះជាដើមដើម្បីជួយសម្រាលការលំបាកខ្វះខាតរបស់កូនចៅទូតនៃព្រះអង្គក្នុងឱកាសដ៏វិសេសវិសាលនោះដែរព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រមទាំងម្ចាស់ដង្វាយបានយាងនិងអញ្ជើញក្នុងពិធីថ្វាយនិងទទួលដង្វាយជារូបចម្លាក់គំនូរព្រះបរមរាជវាំងដ៏ល្អវិចិត្រអង្គចំនួន20តោននិងនំស្រួយលីលីចំនួន200កេសក្នុងឱកាសដ៏ល្អប្រពៃនោះដែរព្រះអង្គទាំងទ្វេបានសពព្រះរាជហឫទ័យប្រាស់ព្រះរាជទាននៅពរជ័យសិរីមង្គលនិងមហាព្រះរាជកុសលដែលកើតឡើងពីសន្តានចិត្តដ៏ជ្រះថ្លានេះជូនម្ចាស់ដង្វាយសូមបានប្រកបនូវសុខភាពល្អអាយុយឺនយូរនិងទទួលបានជោគជ័យថ្មីថែមទៀតក្នុងការបំពេញនូវគ្រប់ភារកិច្ច
phải chân tầm bạch dây rồi nó thêm số. ขอบคุณนะ